កាលពីព្រេងនាយយូរលង់ណាស់មកហើយមានព្រៃហែមពៀនដ៏អស្ចារ្យជាទីស្នាក់នៅរបស់ឥសីនិងសត្វទឹកជាច្រើននៅក្នុងព្រៃនោះមានឥសីមួយអង្គដែលមានបារមីនិងសិលវិជ្ជាអស្ចារ្យលើសគេទាំងអស់ដោយសារតែលោកកាន់សច្ចៈនិងមានចិត្តបរិសុទ្ធមាត់របស់លោកក៏คล้ายជាមាត់ទឹកគាត់និយាយថាយ៉ាងណាបានយ៉ាងនោះគ្មានអ្វីអាចផ្លាស់ប្ដូរបានឡើយចំណែកនៅឯដែនមកធៈមានព្រះរាជាដ៏មានអំណាចមួយអង្គគ្រប់គ្រងព្រះនគរថ្ងៃនេះយើងនឹងទៅកម្សាន្តក្នុងព្រៃពិតមែនឬក្បួនដំណើរព្រះរាជាក៏បានធ្វើដំណើរចូលទៅក្នុងព្រៃភ្លាមនោះព្រះរាជាបានឃើញឥសីមួយអង្គអង្គុយនៅកណ្ដាលផ្លូវអ្នកនោះជានរណាខ្ញុំគិតថាគាត់ជាឥសីឥសីនៅក្នុងព្រៃវាជាទីតាំងមិនធម្មតាទេតើអ្នកជានរណាហើយមានឈ្មោះអ្វីចំណែកឯតាឥសីវិញកំពុងស្ថិតនៅក្នុងឈានមិនបានឮសំឡេងអ្វីឡើយអ្នកជានរណាហេតុអ្វីមិនឆ្លើយនឹងយើងព្រះរាជាទ្រង់ពិរោធជាខ្លាំងព្រោះឥសីមិនឆ្លើយសំណួររបស់ព្រះអង្គព្រះរាជាក៏យាងទៅជិតតាឥសីដោយកំហឹងពេញប្រតិយតាឥសីនៅតែស្ងៀមស្ងាត់ព្រោះចិត្តលោកស្ថិតនៅក្នុងឈានមិនអាចឮសំឡេងអ្វីឡើយយើងពិតជាខឹងខ្លាំងណាស់អ្នកហ៊ានមើលងាយយើងមិនឆ្លើយនឹងយើងអ្នកមិនចង់រស់ហើយមែនទេពេលនោះព្រះរាជាក៏បានយកជើងធាក់តាឥសីឲ្យដួលទៅលើដីទោះបីត្រូវព្រះរាជាធ្វើបាបទុតធាក់យ៉ាងណាតាឥសីក៏នៅតែស្ងៀមស្ងាត់ដដែលដោយការខឹងក្រោមខ្លាំងដែលតាឥសីមិនបានឆ្លើយតបនឹងខ្លួនពេលនោះព្រះរាជាក៏បានបញ្ជាឲ្យអាមាត្យយកដុំថ្មមកសង្កត់ពីលើតាឥសីនោះពួកអាមាត្យទាំងឡាយក៏បានធ្វើតាមបញ្ជាព្រះរាជាដោយយកថ្មធំមកសង្កត់លើតាឥសីត្រូវបានសង្កត់ក្រោមថ្មខណៈនោះព្រះរាជាក៏យាងចាកចេញទៅដោយមិនខ្វល់ឡើយអស់រយៈពេល7ថ្ងៃក្រោយមកឥសីក៏បានចេញពីឈានតែគាត់បែរជានៅក្រោមគំនរថ្មដ៏ធ្ងន់ទៅវិញដោយអំណាចបារមីរបស់លោកពេលនោះថ្មចាប់ផ្ដើមញ័រផ្ទុះចេញពីរាងកាយរបស់លោកអស់ទៅឥសីមានទុក្ខវេទនានិងឈឺចាប់ជាខ្លាំងតែលោកនៅតែមានស្មារតីមាំមួនគ្មានអ្វីអាចទប់ស្កាត់នឹងអំណាចមាត់ទឹករបស់លោកបានឡើយលោកបាននិយាយពាក្យមួយដែលនឹងធ្វើឲ្យវាសនាព្រះរាជាផ្លាស់ប្ដូរថ្មទាំងនេះចូលឲ្យคล้ายជារូបអ្នកដែលបានមកព្យាបាទយើងចុះដោយអំណាចមាត់ទឹកបណ្ដាសាទាំងនោះក៏ទៅរកអ្នកដែលធ្វើបាបលោកចំណែកឯនៅក្នុងនគរព្រះរាជាមិនបានដឹងថាទង្វើដែលខ្លួនបានធ្វើនឹងរត់មករកខ្លួនឡើយលៀមនោះបណ្ដាសាក៏បានមកដល់តើនេះជាអ្វីទៅពេលនោះព្រះរាជាក៏បានក្លាយជាថ្មភ្លាមដោយអំណាចមាត់ទឹករបស់តាឥសីអំណាចបណ្ដាសាមិនព្រមឈប់នោះឡើយបានបន្តរាលដាលក្នុងព្រះបរមរាជវាំងព្រះអគ្គមហេសីក៏ក្លាយជាថ្មដូចគ្នាចំណែកឯព្រះរាជធីតារបស់ព្រះរាជាព្រះនាមចន្ទរស្មីនៅលេងក្នុងសួនច្បារមិនទាន់ដឹងពីបណ្ដាសានេះឡើយ
ព្រះនាងក៏ត្រូវទទួលបណ្ដាសានេះដូចគ្នាមិនអាចគេចផុតបានឡើយអូ no ទីបំផុតព្រះរាជធីតាចន្ទ្រស្មីត្រូវបានក្លាយជាថ្មដោយព្រះបិតានិងព្រះមាតាដែរគ្រួសារព្រះរាជាទាំងមូលបានក្លាយជាថ្មទាំងអស់អត់មានអ្នកណាគេចផុតឡើយនេះដោយសារតែទង្វើរបស់ព្រះរាជាបានធ្វើដាក់តាឥសីមាត់ទឹករីឯប្រជាជនទាំងអស់នៅក្នុងនគរមានការភ័យខ្លាចនិងសោកសៅយ៉ាងខ្លាំងអ្នកខ្លះបានបួងសួងបន់ស្រន់សូមឲ្យព្រះរាជាក្លាយជាមនុស្សវិញប៉ុន្តែអ្វីមិនអាចត្រឡប់មកដូចដើមវិញបានឡើយឯពួកទេវតាដែលរក្សានគររក្សាស្វេតឆ័ត្រព្រះរាជានោះក៏ទុកក្រៀមក្រំគ្រប់គ្នាដោយបានដឹងថាជនទាំងនេះត្រូវបណ្ដាសាឥសីចំណែកឥសីមាត់ទឹកលោកនិមន្តទៅអាស្រមលោកវិញមានអាពាធជាទម្ងន់ដោយរូបកាយលោកខាងក្នុងបាក់បែកខ្ទេចខ្ទីអស់ពួកទេវតាដឹងថាមិនអាចមានអ្នកណាជួយឲ្យជនទាំងឡាយនោះក្លាយជាមនុស្សវិញបានឡើយទើបនាំគ្នាហោះទៅកាន់សំណាក់តាឥសីដើម្បីសុំឲ្យតាឥសីជួយដកបណ្ដាសាជនទាំងឡាយនោះឲ្យក្លាយជាមនុស្សវិញពួកទេវតារក្សាស្វេតឆ័ត្រព្រះរាជាបានចូលទៅអង្វរសុំតាឥសីសូមឲ្យលោកដកបណ្ដាសានោះវិញពនាលទេវតាកំហុសរបស់អ្នកណាទាល់តែអ្នកនោះមកសុំទោសទើបបានព្រោះអំពើល្អអាក្រក់របស់អ្នកណាត្រូវតែខ្លួនអ្នកនោះទទួលផលអ្នកដទៃទទួលជំនួសមិនបានទេពួកទេវតាថែរក្សាស្វេតឆ័ត្រព្រះរាជាទាល់គំនិតក៏ហោះត្រឡប់ទៅព្រះនគរវិញពេលបន្ទាប់នោះឥសីដឹងខ្លួនថានឹងត្រូវអស់ព្រះជន្មនៅថ្ងៃនេះហើយទើបលោកហៅនាយទិបវង្សដែលជាសិស្សសំណប់របស់លោកមកដើម្បីផ្ដាយផ្ដាំអាត្មាត្រូវស្លាប់ក្នុងថ្ងៃនេះហើយចូលឯងកាន់សច្ចៈសុចរិតចុះហើយយើងឲ្យអ្នកឯងពូកែមានអំណាចធំជាងគេក្នុងលោកនេះឯគូព្រេងរបស់ឯងគឺព្រះនាងចន្ទ្រស្មីជាព្រះរាជធីតារបស់ព្រះរាជាដែនមគធៈឥឡូវនាងក្លាយជាថ្មទៅហើយនៅ1000ឆ្នាំទៀតទើបរួចបណ្ដាសាក្លាយជាមនុស្សវិញឯងត្រូវស្វែងរកផ្លែស្វាយទិបនៅក្នុងព្រៃហេមពៀនយកមកស៊ីឲ្យបានទើបខ្លួនឯងនៅក្មេងដដែលមិនចាស់បើរកមិនបានទេមុខជាអស់បានជួបគូព្រេងឯងហើយព្រោះឯងមិនអាចរស់នៅបាន1000ឆ្នាំទេឥសីប្រាប់នាយទិបវង្សជាសិស្សសំណប់តែប៉ុណ្ណោះក៏ឲ្យថ្នាំមួយដុំប្រាប់ថាដល់គ្រប់1000ឆ្នាំឯងយកថ្នាំនេះលាយនឹងទឹកស្រោចលើរូបថ្មចុះនឹងក្លាយជាមនុស្សបានដូចបំណងហើយបន្ទាប់ពីតាឥសីដែលជាគ្រូបានផ្ដាយផ្ដាំកូនសិស្សរួចរាល់ហើយលោកក៏សុគតទៅនាយទិបវង្សក៏បានបូជាសពឥសីជាគ្រូដោយសេចក្តីសោកសៅជាខ្លាំងដោយអំណាចមាត់ទឹករបស់ឥសីនាយទិបវង្សក៏ពូកែមានអំណាចធំជាងគេក្នុងលោកមែនសូម្បីព្រះអាទិត្យក៏មិនហ៊ានបញ្ចាំងកម្ដៅឲ្យត្រូវដែរគឺបើនាយទិបវង្សទៅក្នុងទីណាមេឃស្រទុំក្នុងទីនោះជាដរាបព្រះអាទិត្យមិនហ៊ានបញ្ចាំងកម្ដៅមកទិបវង្សឡើយក្រោយដែលនាយទិបវង្សបូជាសពឥសីជាគ្រូហើយនាយដើរសម្ដៅទៅនគរមគធៈដើម្បីឲ្យឃើញមុខគូព្រេងរបស់នាយឯនៅនគរមគធៈពួកមហាជនបានធ្វើចេតិយដាក់បិទសន្ទប់យ៉ាងជិតហើយមាំមួនណាស់មានអ្នកថែរក្សាច្រើនជាន់ច្រើនសង្កាត់ព្រោះខ្លាចរូបថ្មនេះបាក់បែកខូចនាយធ្វើដំណើរទៅដល់នគរមគធៈបានសួរអ្នកយាមនគរថាព្រះរូបថ្មនៅក្នុងទីណាគេចង្អុលប្រាប់ចេតិយដែលមើលទៅឃើញច្បាស់នាយត្រេកអរណាស់ដើរសម្ដៅទៅរកចេតិយនោះតែពួកអ្នកយាមទ្វារមិនអោយចូលទៅជិតទេបើព្រះរាជធីតានោះត្រូវជាគូព្រេងដូចឯកសេដ្ឋាមែនសូមឲ្យចេតិយបាក់បែកអស់ហើយរូបថ្មទាំង3អណ្ដែតឡើងគ្រាន់តែបួងសួងចប់ចេតិយក៏បាក់បែកតិចកម្រើកញាប់ញាប់ពេញនគររូបទាំង3ក៏អណ្ដែតឡើងឯរូបនាងចន្ទ្រស្មីធ្លាក់មកចិត្តនាយស្ទុះទៅអោបរូបនោះបបោះអង្អែលហើយនិយាយថា
ឥឡូវបងត្រូវចូលទៅព្រៃហែមពៀនដើររកផ្លែស្វាយទឹកបរិភោគដើម្បីបន្តជីវិតបងឲ្យរស់នៅស្មើនឹងជីវិតអូនអោគូប្រេងកំសត់នៅបងអើយ1000ឆ្នាំទៀតទើបយើងបានជួបគ្នាសូមអូននៅចាំបងក្នុងចេតិយនេះវិញចុះថាតែប៉ុណ្ណោះចេតិយក៏កើតឡើងវិញភ្លាមព្រោះទៅនៅក្នុងចេតិយនោះវិញដូចដើមយើងខ្ញុំសូមអញ្ជើញព្រះអង្គសោយរាជផងខ្ញុំមិនអាចទទួលយកបាននៅពេលនេះទេព្រោះខ្ញុំមិនទាន់រកផ្លែស្វាយទឹកឃើញនៅឡើយបន្ទាប់មកនាយទឹកវង្សក៏បានបន្តដំណើរចូលទៅក្នុងព្រៃហែមពៀនរកដើមស្វាយទឹកតាមបណ្ដាំលោកគ្រូនិយាយពីផ្លែស្វាយទឹកមានឲ្យជារសឆ្ងាញ់យ៉ាងក្រៃលែងដូចនៅក្នុងទីកំបាំងមិនអាចមនុស្សលោកទៅរកឃើញឡើយទាល់តែអ្នកមានបុណ្យទើបអាចទៅដល់កន្លែងផ្លែស្វាយទឹកតែវាមានគ្រោះថ្នាក់ណាស់ព្រោះមានពួកយាកនៅថែរក្សានៅក្នុង100ឆ្នាំផ្លែតែម្ដងគត់បើអ្នកណាបានបរិភោគហើយមានសាច់ឈាមស្អាតល្អដូចទេវតាបើចាស់នឹងคล้ายទៅជាក្មេងបរិភោគម្ដងអាចបន្តអាយុបាន100ឆ្នាំឯនាយទឹកវង្សបានដើររកដើមស្វាយទឹកក្នុងព្រៃហែមពៀនជាយូរខែណាស់មកហើយទើបបានជួបផ្លែស្វាយទឹកនោះតែពុំអាចចូលទៅជិតបានឡើយព្រោះនៅទីនោះមានយាកកំណាចនៅថែរក្សាជាច្រើនពួកយក្សបានធ្វើបាបនាយទឹកវង្សជាច្រើនប្រការមានធ្វើជាខ្យល់ព្យុះធ្វើជាភ្លើងឆេះធ្វើជាទឹកភ្លៀងចូលជន់នឹងចោលដុំថ្មធំជាដើមតែមិនអាចប៉ះពាល់ត្រូវដល់រូបកាយនាយទឹកវង្សបានឡើយយាកក្រោយពេលដឹងថាទឹកវង្សពូកែមានអំណាចមិនអាចធ្វើអ្វីបានទើបនិមិត្តខ្លួនជាស្រីស្អាតម្ដងក្រោយមកយក្សនិមិត្តខ្លួនជាស្រីរូបល្អស្អាតចូលទៅប្រឡូមតែនាយមិនរវល់កាន់តែសច្ចៈសុចរិតតាមបណ្ដាំឥសីយ៉ាងមាំមួនលោកអើយសូមភ្ញាក់ពីសមាធិទៅមកជាមួយយើងខ្ញុំចុះពួកយក្សទាល់គំនិតមិនអាចធ្វើអ្វីបានក៏ព្រមបេះផ្លែស្វាយទឹកឲ្យនាយទឹកវង្សនាយទឹកវង្សក៏តាំងទីសំណាក់នៅក្បែរដើមស្វាយទឹកនោះដល់100ឆ្នាំទើបបេះផ្លែស្វាយទឹកបរិភោគម្ដងខែថ្ងៃចេះតែដើរទៅមុខរដូវកាលក៏ចេះតែផ្លាស់ប្ដូរពី1ឆ្នាំទៅ1ឆ្នាំពី100ឆ្នាំទៅ1000ឆ្នាំលុះគ្រប់1000ឆ្នាំទើបត្រឡប់ទៅនគរមកធៈវិញដើម្បីប្រោះគូព្រេងរបស់គេឲ្យคล้ายពីថ្មមកជាមនុស្សវិញទឹកវង្សមិនដឹងថាពួកយាកបានលួចយកថ្នាំដែលឥសីប្រគល់ឲ្យសម្រាប់ធ្វើឲ្យថ្មคล้ายជាមនុស្សសោះស្រាប់តែទៅជិតដល់នគរមកធៈទើបដឹងថាបាត់ថ្នាំដែលខ្លួនបានរុំដោយអំបោះច្រើនជាន់ហើយចងភ្ជាប់នឹងចង្កេះគេក៏វិលត្រឡប់ទៅរកក្បែរដើមស្វាយទឹកនោះវិញប៉ុន្តែរកមិនឃើញសោះព្រោះថ្នាំនោះយាកលួចយកទៅចោលក្នុងសមុទ្រជិត500ឆ្នាំមកហើយក្នុងពេលដែលចោលនោះស្ដេចក្រពើបានលេបចូលទៅក្នុងពោះបាត់ទៅហើយក៏កើតក្តៅក្រហាយនៅក្នុងទឹកបំបានឡើងទៅក្រាំងនៅក្នុងព្រៃយូរទៅទើបក្រពើនោះក៏คล้ายទៅជាសត្វរមាសចំណែកឯនៅមាត់សមុទ្រនោះវិញក៏មានឥសីមួយរូបនៅធ្វើសមាធិនៅទីនោះដែរគាត់ឈ្មោះថាឥសីអគិនេតលោកបានដឹងថាពួកយាកបានលួចយកថ្នាំរបស់ទឹកវង្សដែលជាសិស្សរបស់ឥសីមាត់ទឹកទៅចោលក្នុងសមុទ្រស្ដេចក្រពើបានលេបថ្នាំនោះហើយក្តៅក្រហាយឡើងទៅក្រាំងនៅក្នុងព្រៃក្រពើនោះក៏คล้ายទៅជាសត្វរមាស
ការដែលលោកដឹងបានយ៉ាងនេះព្រោះក្នុងពេលដែលពួកយាកយកថ្នាំទៅចោលបណ្ដាលឲ្យក្តៅក្រហាយដល់ទេវតារក្សាសមុទ្រទេវតាក៏បានមកប្រាប់ដល់លោក ឥសីអគិនេតតាំងអាស្រមនៅក្បែរមាត់សមុទ្របើលោកខ្ញាល់នឹងអ្នកណាបើកភ្នែកឡើងភ្លើងនឹងឆេះអ្នកនោះខ្ទេចខ្ទីអស់គ្មានសល់ឡើយលោកក៏បានខាបយកសត្វរមាសនោះមកចិញ្ចឹមសម្រាប់ធ្វើជាយានជំនិះរបស់លោកដើម្បីថែរក្សាថ្នាំទុកឲ្យម្ចាស់គេវិញចំណែកឯនាយទឹកវងការបើទៅដល់ដើមស្វាយទឹកហើយរកថ្នាំមិនឃើញបានចោទប្រកាន់ចំពោះពួកយាកឯងលួចថ្នាំពួកឯងលួចថ្នាំមែនទេយើងមិនបានលួចទេថ្នាំនៅឯណារួចបណ្ដាលឲ្យកើតជាជុំមលុបប្រកែកវាយតប់គ្នាជាខ្លាំងពួកយក្សចាញ់ដៃក៏ចេះតែរត់ថយក្រោយពួកយក្សរត់ចុះរត់ឡើងក៏ទៅដល់មុខអាស្រមឥសីអគិនេតឥសីអគិនេតញាក់នឹងសន្ធឹកជើងយាកក៏បើកភ្នែកឡើងប្រកបដោយកំហឹងក៏ឆេះពួកយាកតិចទីអស់គ្មានសល់នៅសល់តែនាយទឹកវងមិនឆេះព្រោះបានអំណាចដែលឥសីមាត់ទឹកប្រទានឲ្យឥសីអគិនេតបានឃើញនាយទឹកវងមិនឆេះក៏អស្ចារ្យក្នុងចិត្តថាបុរសនេះពូកែណាស់តាំងពីដើមមកមិនដែលឃើញដូចនេះសោះទើបលោកសួរដឹងសពគ្រប់ហើយប្រាប់ថាថ្នាំរបស់អ្នកនោះពួកយាកវាលួចយកទៅចោលក្នុងសមុទ្រដាច់ក្រពើបានលេបចូលទៅក្នុងពោះកើតក្តៅក្រហាយឡើងទៅក្រាំងក្នុងព្រៃក៏คล้ายទៅជាសត្វរមាសទៅហើយឥឡូវយើងយកសត្វរមាសនោះមកចិញ្ចឹមទុកឲ្យចូលអ្នកយករមាសនេះធ្វើជាយានជំនិះទៅចោះឯថ្នាំនោះរលាយរលួយក្នុងពោះរមាសអស់ទៅហើយបើអ្នកត្រូវការប្រោះរូបថ្មគ្រាន់តែយកទឹកមាត់រមាសទៅលាបលើថ្មនោះបានហើយនាយទឹកវងក៏លាឥសីអគិនេតជិះរមាសសម្ដៅទៅនគរមកធៈវិញឯនៅខាងនគរមកធៈវិញមានព្រៃដុះជុំជិតព្រោះមនុស្សលែងនៅក្នុងទីនោះជិត 1000 ឆ្នាំមកហើយនាយទឹកវងចេះតែជិះរមាសរុករលព្រៃទៅក៏បានប្រទះឃើញចេតិយនោះហាក់ដូចជាអស់សង្ឃឹមព្រោះចេតិយត្រូវព្រៃដុះជិតទៅហើយប៉ុន្តែនាយនឹកដល់អានុភាពរបស់ឥសីជាគ្រូថាមាត់របស់លោកជាមាត់ទឹកពុំដែលប្រែប្រួលឡើយទើបនាយលើកដៃប្រណម្យហើយបួងសួងថាសូមឲ្យព្រៃនេះវិនិច្ឆ័យអស់ទៅសូមឲ្យប្រាសាទកើតឡើងដូចដើមវិញថាតែប៉ុណ្ណោះប្រាសាទនិងគេហស្ថានទាំងឡាយព្រមទាំងទេសភាពគ្រប់យ៉ាងកើតប្រកបដូចដើមវិញទាំងអស់ទើបនាយនាំរមាសចូលទៅក្នុងចេតិយយកទឹកមាត់លាបរូបព្រះរាជាដំបូងក៏คล้ายជាមនុស្សដូចដើមព្រះរាជាអោបនាយទឹកវងដោយសេចក្តីត្រេកអរយ៉ាងក្រៃលែងក៏សួរនាំដឹងរឿងហេតុសពគ្រប់ទាំងអស់ទើបអង្វរនាយឲ្យប្រោះព្រះអគ្គមហេសីព្រះរាជធីតាព្រមទាំងពួករាជបរិវារទាំងអស់ឲ្យคล้ายជាមនុស្សវិញផងលំដាប់មកព្រះរាជារៀបអភិសេកនាយទឹកវងជាមួយនាងចន្ទរស្មីជាព្រះរាជធីតាឲ្យសោយរាជក្នុងនគរមកធៈនោះដោយពិធីរាជាភិសេកយ៉ាងធំអស្ចារ្យតាមរាជបវិន័យពីបុរាណកាលមកនាយទឹកវងនិងព្រះនាងចន្ទរស្មីបានសោយរាជសម្បត្តិនៅនគរមកធៈយ៉ាងមានក្តីសុខទៅរៀងទៅរឿងឥសីមាត់ទឹកចប់តែប៉ុណ្ណឹងសូមអរគុណសម្រាប់ការទស្សនា